ពេលនោះបុរស Superman បានចាប់ក្រវែងមនុស្សកម្លាំងយក្សហើយមួយសន្ទុះមនុស្សកម្លាំងយក្សបានស្ទុះមកវិញហើយក៏វាយទៅលើ Superman ស្រាប់តែ Superman ដាក់វិញហើយក៏មនុស្សកម្លាំងយក្សបានស្រុតចូលទៅក្នុងដីយ៉ាងខ្លាំងហើយក៏មិនស្លាប់ក៏ងើបមកឡើងវិញពេលនោះស្រាប់តែស្ទុះទៅរក Superman ក៏វាយដាក់មួយដៃមកទៀតក៏មនុស្សកម្លាំងយក្សបានស្ទុះសន្ធោសន្ធៅចុះមកវាយ Superman លិចចូលទៅក្នុងដីមិនដឹងជាស្លាប់ពេលនោះស្រាប់តែ Superman បានប្រភពមួយកម្លាំងយ៉ាងខ្លាំងចេញមកពីក្នុងដីវិញហើយបញ្ចេញថ្មីអាទិទេពបាញ់ទម្លុះបុរសកម្លាំងយក្សតែបុរសកម្លាំងយក្សក៏មិនស្លាប់បុរសកម្លាំងយក្សកំពុងតែខឹងខ្លាំងមែនទែនបានកំទេចភ្នំមួយយ៉ាងសន្ធោសន្ធៅបានក្រវ៉ាត់ដុំថ្មយ៉ាងខ្លាំងមកលើ Superman តែ Superman នោះមិនអីទាំងអស់ព្រោះតែគេមានកម្លាំងអាទិទេពហើយព្រោះក៏សុទ្ធប្រយុទ្ធគ្នាជុំវិញផែនដីទៅមករហូតដល់បានស្ទុះគ្នាបានចេញដល់ផែនដីស្ទុះមកលើហើយព្រុសចេញមកលើផែនដីព្រឹកតែមកដល់លើផែនដីស្រាប់តែមានទេសភាពដ៏ស្រស់ស្អាតមានភ្នំដ៏ខ្មៅដ៏ខៀវខ្ចីហើយបុរស Superman បានដាច់អាវមួយចំហៀងក៏បានស្ទុះទៅលើផែនដីហើយក៏ស្ទុះមកលើកាត់ភ្នល់កាត់ព្រៃដើម្បីមកស្ទុះរកបុរសកម្លាំងយក្សហើយបុរសកម្លាំងយក្សបានស្ទុះមកចេញមកលើពីលើថ្នល់ហើយជួបមនុស្សដែលបើកឡាននោះស្រាប់តែបុរស Superman បានស្ទុះមកហើយប្រយុទ្ធគ្នាទៀតចប់ពីមួយថ្ងៃទៅមួយថ្ងៃស្រាប់ប្រយុទ្ធគ្នា3យប់3ថ្ងៃក៏នៅតែមិនចប់មិនហើយមិនស្លាប់មានអ្នកណាស្លាប់នោះឡើយប្រយុទ្ធរហូតទៅដល់លើផែនដីហើយប្រោថ្មីអាគីបញ្ចេញមកចំបុរសកម្លាំងយក្សនៅតែមិនអីបុរសកម្លាំងយក្សបានស្ទុះមកប្រើយុទ្ធសាស្ត្រដ៏ខ្លាំងក្លានៅលើផែនដីស្រាប់តែចំបុរស Superman នោះបានឈរមុខគ្នាហើយឃើញពំលួចដីយ៉ាងធំមួយដូចជាអ្វីស្រាប់តែបុរសកម្លាំងយក្សនោះចេញមកមានថ្មីពិសេសឡើងពណ៌ខៀវដល់ពេលនោះប្រយុទ្ធគ្នាទៅមកប្រើថ្មីអាគីទៅមកហើយក៏ប្រយុទ្ធគ្នាទាំងថ្មីទៅថ្មីមកហើយក៏បុរសម្នាក់ទៀតទៅចាប់ Superman នោះយ៉ាងខ្លាំងកាច់បំបាក់ចង្កេះតែមិនអីទាំងអស់ក៏ប្រយុទ្ធហោះដល់គ្នាទៅវិញទៅមកលើផែនដីជ្រែកដីជ្រែកអាកាសលើនេះស្រាប់តែបុរសកម្លាំងយក្សនោះខឹងខ្លាំងមែនទែនផ្ទុះដូចគ្រាប់មីស៊ីលបុកសម្លុកគ្នាទៅវិញទៅមកស្រាប់តែពេលនោះឡងបើរៀងខ្លួនមកដល់លើអាគារដល់ធំខ្ពស់តែពេលនោះបុរស Superman បានមើលទៅលោកពន្លឺលោកខែមកពីលើមេឃមកស្ទុះហើយក៏ជុតប្រយ៉ាងគ្នាទៅវិញទៅមកស្រាប់តែពេលនោះបុរសកម្លាំងយក្សបានឈរនៅស្ងៀមស្រាប់តែបុរស Superman នោះបានស្ទុះមកវាយយ៉ាងសន្ធោសន្ធៅនៅតែមិនដឹងទៅជាយ៉ាងណាតែប៉ុណ្ណោះស្រាប់តែប្រយុទ្ធទៅប្រយុទ្ធមក7យប់7ថ្ងៃនៅតែមានអ្នកណាស្លាប់មួយអ្នកសោះបុរសកម្លាំងយក្សបានស្ទុះមកជាប់នឹងភ្នំស្រាប់តែបុរស Superman នោះបានស្ទុះទៅចាប់បេះដូងរបស់បុរសកម្លាំងយក្សនៅតែបុរសកម្លាំងយក្សនៅតែមិនកើតអីសោះព្រោះតែបុរសកម្លាំងយក្សចាប់ Superman គវាត់ទៅលើផែនដីលើអាកាសស្ទុះហើយបុរស Superman នោះបានប្រើថ្មីអាគីដើម្បីសម្លាប់ត្រូវតែមិនស្លាប់ទៀតបុរសកម្លាំងយក្សខ្លាំងលើអ្វីទាំងអស់មានអ្នកណាអាចកម្ចាត់បានទេនៅទីបំផុតបុរសកម្លាំងយក្សត្រូវបានស្លាប់ដោយសារតែ Superman នោះបានប្រើកណ្ដាប់ដៃប្រើតកត្រូវបានខ្ទេចតែម្ដងបុរសកម្លាំងយក្ស